ជំរាបសួរអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីការរបៀប install Jupyter Server ចូលទៅក្នុង VirtualBox អូខេអញ្ចឹងមុនដំបូងយើងគឺត្រូវការ VirtualBox សិនបើអ្នកទាំងអស់គ្នាមានហើយក៏អូខេបើតើមានទេអាចធ្វើតាម step តាមខ្ញុំអញ្ចឹងយើងបើក website នេះមកយើងវាយទៅ VirtualBox ហើយคลิกពាក្យ download ហើយយក Windows host link ទាំងអស់នេះខ្ញុំនឹងបោះនៅក្នុង description អ្នកគ្នាអាចចុចបានអូខេអញ្ចឹងយើងពេល download យើង save file ទៅដាក់ក្នុងកន្លែងណាមួយទៅអូខេអញ្ចឹងខ្ញុំដាក់ក្នុង folder នេះតចាំវា download សិនអូខេបន្ទាប់ពីវា download រួចរាល់ហើយអញ្ចឹងគឺយើងត្រូវការ file មួយទៀតគឺ file ហ្នឹងគឺ Jupyter ISO អញ្ចឹងដែលយើងយក file ISO ហ្នឹងយើងយកទៅ set up នៅក្នុង VirtualBox អញ្ចឹងយើងអាចទៅ download អ្នកអាចវាយតាមខ្ញុំក៏បានឬក៏ចុចតាម link នៅក្នុង description វីដេអូនេះក៏បានអូខេអញ្ចឹងអានេះដោយសារតែខ្ញុំ download រួចហើយជាងគឺខ្ញុំអត់ download ទៀតទេគេពេលអ្នក download មកគឺនៅបានចឹងហើយអញ្ចឹងយើង set up VirtualBox សិនអញ្ចឹងមុនដំបូងយើង click ពីរដងវាមកពេលហើយវាចេញចេះពេលហើយចុច agree ទៅចុច next ទៀតទៅពេលហើយចុច next ទៀតចុច yes ទៅចុច yes ទៀតពេលហើយយើង next ទៀតហើយ install អញ្ចឹងរងចាំវា plate វានៅកំពុងដំណើរការអញ្ចឹងអូខេ finish អញ្ចឹងចុច finish មកគឺនឹងវាបើកអូតូហើយអញ្ចឹងនេះគឺវាមកហើយ VirtualBox អញ្ចឹងយើងព្រីធំមកវាហើយចុចពាក្យ new ដើម្បីបង្កើត Jupyter អញ្ចឹងកន្លែងនេះគឺយើងដាក់ឈ្មោះយើងមកឈ្មោះ VMware virtual machine ហ្នឹងមកអូខេយើងដាក់ Jupyter ទៅហើយកន្លែងនេះយើងត្រូវយកទីតាំងដែលយើងដាក់វានៅណាយើងចង់ដាក់វានៅទីណាអញ្ចឹងសូមដាក់ folder នេះអូខេហើយកន្លែងនេះគឺយើងយក file ISO យើងបាន download ហ្នឹងមកគឺយើងយកមកបោះចូលក្នុងនឹងអូខេតើយើងបោះចូលហើយគឺយើង click បិទអានេះមួយដើម្បីច្រឡំអញ្ចឹងយើងទៅកន្លែងនេះគឺបើកវិញដើម្បីយើងវាយ user ចូលបានបើកវិញមកហ្នឹងហើយវាយ user ចូលហើយខ្ញុំយើងបិទវិញអូខេអញ្ចឹងយើងវាយ user ខ្ញុំដាក់ឈ្មោះខ្ញុំទៅហើយ password យើងដាក់ទៅយក password យើងវាយ confirm អញ្ចឹងអូខេកន្លែងនេះគឺខ្ញុំគឺ resource របស់ machine ហ្នឹងគឺយើងយកមកអញ្ចឹងខ្ញុំយក4 core ហើយខ្ញុំយក RAM 4G ជាងចាស់អូខេអញ្ចឹង storage ខ្ញុំយក 500G អូខេអញ្ចឹងយើងទៅបិទកន្លែងនេះវិញទៅបិទទេយើងវាយ user ហើយពេល finish អញ្ចឹងយើងអាចចុចប៊ូតុង start លើនេះក៏បានឬក៏ចុចពីរដងលើម៉ាស៊ីនហ្នឹងក៏វាដើរដែរអូខេអញ្ចឹងម៉ាស៊ីនហ្នឹងកំពុងតែបើកចាំ plate អូខេបើកមកហើយយើងចុច enter អូខេតទៅពី enter ហើយគឺយើងរងចាំវា plate វាកំពុងដំណើរការអូខេដល់កន្លែងនេះយើងចុច enter ទៀតយើងចុច English enter ទៀតហើយ continue without updating អូខេហើយចុចពាក្យ done ហើយ done ទៀតហើយយក done ទៀតហើយកន្លែងនេះ address យើងអត់មានទេយើងយក done ទៀតអញ្ចឹងរងចាំវា plate អូខេពាក្យ done ទៀតវាហើយកន្លែងនេះយើងបិទយើងដកឃើញដកខ្វែងនេះមួយកន្លែង set up this ហ្នឹងអូខេហើយយើងចុច done ហើយយើងយក done ទៀតហើយយើង arrow key ចុះក្រោមយើងចុចពី enter កន្លែងនេះគឺយើងដាក់ឈ្មោះមកអញ្ចឹងខ្ញុំសូមដាក់ឈ្មោះរបស់ខ្ញុំកន្លែងនេះ server name យើងដាក់ server ឈ្មោះរបស់យើងមកឈ្មោះអីក៏បានដែរកន្លែងនេះគឺហើយ user ខ្ញុំសូមដាក់ user ខ្ញុំទៅហើយខ្ញុំ password ដាក់របស់ខ្ញុំមកអូខេអញ្ចឹងយើងរួចហើយយើង click enter done អូខេហើយកន្លែងនេះគឺយើងយក enter continue ទៀតទៅដល់ហើយកន្លែងនេះគឺអញ្ចឹងហើយចុច enter done ទៅចឹងអាចអ្នកទាំងគ្នាអាចមើលតាម step ខ្ញុំបានហើយកន្លែងនេះគឺយើងចុះមកក្រោមរហូតប្រើ arrow key មកកន្លែង done យើងអាចចុច enter អូខេ
ចឹងរងចាំវាយូរដែរតែជា5 នាទីចឹងខ្ញុំសុំនឹងកាត់វីដេអូនេះវារឿងខ្លីតិចដល់ពេលកន្លែងខ្លីដល់ពេលចិត្តចប់ខ្ញុំនឹងបើកវិញអូខេអូខេដល់ទៅដល់កន្លែងនេះហើយគឺយើងរួចរាល់ហើយគឺវាហើយគឺយើងចុច enter វាទៅ reboot វានេះទៅ reboot now យើងយក arrow reboot now ទៅអូខេតបពីដល់នេះហើយគឺវានឹង load ចេញចេះគឺវាកំពុងតែ reboot អូខេតែពេលវា reboot ហើយគឺវាឡើងមកចេះវិញចឹងឯកន្លែង click enter ទៅវា load ចូល interface នេះហើយចុច enter មួយទៀតអូខេvà ហើយកន្លែងនេះយើង input user របស់យើងហ្នឹងហើយ input user ខ្ញុំហើយកន្លែងនេះ password របស់យើងពេលយើងវាយ password គឺវាអត់ load អីទេអញ្ចឹងយើងវាយឲ្យត្រូវទៅហើយយើងចុច enter ទៅគឺវាធ្លាក់មកហើយគឺវា welcome គឺយើងចូលហើយអូខេអញ្ចឹងអ្នកទាំងគ្នាត្រូវវាយ comment តាមខ្ញុំនេះ comment នេះ sudo touch etc cloud init disable អញ្ចឹងខ្ញុំនឹងដាក់ comment នឹងលើ screen ហើយអ្នកទាំងគ្នាអាច copy comment ឬក៏វាយតាមនឹងទៅអានេះយើងទៅ create folder មួយ create file មួយយើង comment នេះដើម្បីទៅ create file អូខេអញ្ចឹងសូមវាយសិនហើយយើងវាយ cloud ខុសដល់ init ចុច disable អូខេបន្ទាប់ពីវាយហើយគេចុច enter ទៅគឺវាទាមទារ password អញ្ចឹងអ្នកគ្នា input password ហើយហើយចុច enter password ពេលយើង input គឺវាអត់ load សញ្ញាមកទេគឺវា load ចឹងអញ្ចឹងយើង input ឲ្យត្រូវទៅយើងចុច enter ទៅគឺវាទៅហើយតបហើយអ្នកគ្នាតបពីគ្នាដល់កន្លែងនេះអ្នកគ្នាអាចទៅ check មើលតើយើងបង្កើត file ហ្នឹងបានជោគជ័យអត់អញ្ចឹងអ្នកគ្នាវាយ command នេះដូចខ្ញុំទៅ ls etc cloud/cloud អូខេចុចទៅអូខេអញ្ចឹងគឺវា load ចេញមកគឺយើងបង្កើតបានជោគជ័យហើយគឺបង្កើត file ឡើងមួយអូខេតែបន្ទាប់មកអ្នកគ្នាវាយ command នេះ cat etc cloud.init.disable អ្នកគ្នាវាយ command នេះអញ្ចឹង command ទាំងអស់នេះខ្ញុំនឹងដាក់នៅលើ screen នៅពេលហ្នឹងគឺអ្នកគ្នាអាចស្រួលមើលជាងនៅក្នុងនេះ disable អូខេហើយចុច enter ហើយដល់ចំណុចមួយទៀតអ្នកទាំងគ្នាត្រូវវាយ command sudo .clear apt.update .clear update អូខេអញ្ចឹង command ទាំងអស់នេះខ្ញុំនឹងផុតលើ screen ឲ្យអ្នកគ្នាស្រួលមើលហើយបន្ទាប់ពីវាយហើយយើងចុច enter ទៅគឺវានឹង process ហើយអញ្ចឹងដល់ចំណុចបន្ទាប់នេះមួយទៀតគឺយើងត្រូវវាយ command sudo .clear apt.clear upgrade ហើយ .y upgrade.clear .y អូខេអញ្ចឹងចុច enter គឺវានឹងទៅ download ហើយអញ្ចឹងសម្រាប់ការ download សូមរងចាំ plate អញ្ចឹងកន្លែងនេះខ្ញុំអត់កាត់ទេខ្ញុំដាក់ទាំងមូលទៅមកអញ្ចឹង70 80ហើយកន្លែងនេះគឺលឿនទេអូខេពុក extract គ្នារងចាំ plate
អូខេអញ្ចឹងគឺបានរួចរាល់អញ្ចឹងដល់កន្លែងនេះអ្នកគ្នាចុច tab ហើយ enter ទៅចុច tab វា load ដល់ពាក្យ OK ចុច enter ទៅតបមកអ្នកទាំងគ្នាត្រូវខ្ញុំប្រាប់ពី comment ប៉ុន្នេះគឺយើង set up រួចហើយគឺយើង set up រួចហើយអញ្ចឹងបើអ្នកគ្នាចង់ shut down នេះគឺជា comment shut down អូខេអញ្ចឹងគឺវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងគ្នាដែលបានទស្សនាមើល